ជម្រាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមចែករំលែកអំពីជំងឺបេះដូងនិងសរសៃឈាមដែលជាបញ្ហាសុខភាពសំខាន់មួយសម្រាប់មនុស្សជាច្រើនជំងឺបេះដូងនិងសរសៃឈាមគឺជាក្រុមជំងឺដែលប៉ះពាល់ដល់បេះដូងនិងសរសៃឈាមហើយអង្គការសុខភាពពិភពលោកបានបញ្ជាក់ថាវាជាមូលហេតុនាំឲ្យស្លាប់ច្រើនជាងគេលើពិភពលោកជំងឺក្នុងក្រុមនេះមានដូចជាគាំងបេះដូងលើសឈាមខ្សោយបេះដូងជំងឺសរសៃឈាមខួរក្បាលនិងជំងឺសរសៃឈាមផ្សេងៗទៀតនិយាយឲ្យងាយយល់បេះដូងរបស់យើងមានតួនាទីបូមឈាមទៅចិញ្ចឹមសរីរាង្គទាំងអស់ក្នុងខ្លួនបើបេះដូងឬសរសៃឈាមមានបញ្ហាឈាមនឹងមិនអាចទៅចិញ្ចឹមបានល្អហើយអាចបង្កជាបញ្ហាធ្ងន់ធ្ងរគាំងបេះដូងជាញឹកញាប់កើតឡើងពេលសរសៃឈាមដែលផ្គត់ផ្គង់បេះដូងត្រូវបានស្ទះដោយសារការប្រមូលផ្ដុំខ្លាញ់នៅលើជញ្ជាំងសរសៃឈាមមាជាយូរមកហើយសូមជួយចុច Subscribe និងចុចរូបកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗជាប្រចាំសូមអរគុណសម្រាប់ការគាំទ្រមានមនុស្សជាច្រើនគិតថាជំងឺបេះដូងកើតតែលើមនុស្សចាស់ប៉ុណ្ណោះតែជាក់ស្ដែងមនុស្សគ្រប់វ័យសុទ្ធតែមានហានិភ័យបើសិនជារស់នៅរបបអាហារមិនល្អហានិភ័យសំខាន់ៗមានដូចជាលើសឈាមខ្លាញ់ក្នុងសរសៃឈាមទឹកនោមផ្អែមលើសទម្ងន់ឬធាត់ជក់បារីឬមិនសូវហាត់ប្រាណនិងមានប្រវត្តិគ្រួសារកើតជំងឺបេះដូងមុនអាយុក៏ជាកត្តាសំខាន់ផងដែរដោយហានិភ័យកើតឡើងតាមអាយុឥឡូវយើងមកស្គាល់រោគសញ្ញាព្រមាននៃជំងឺបេះដូងឬគាំងបេះដូងរោគសញ្ញាដែលជួបញឹកញាប់គឺឈឺទ្រូងឬតឹងទ្រូងមានអារម្មណ៍ដូចមានអ្វីមកច្របាច់សង្កត់ឬធ្ងន់នៅកណ្ដាលទ្រូងវាអាចបន្តប៉ុន្មាននាទីឬបាត់ហើយត្រឡប់មកវិញមនុស្សខ្លះអាចមានឈឺរាលដាលទៅដៃស្មាខ្នងកក្រពះឬថ្គាមអ្នកខ្លះក៏អាចមានដង្ហើមខ្លីបែកញើសត្រជាក់ពុលមុខចង់ក្អួតឬអស់កម្លាំងផងដែរសម្រាប់ស្ត្រីក៏ត្រូវប្រុងប្រយ័ត្នដូចគ្នាព្រោះរោគសញ្ញាខ្លះអាចមិនច្បាស់ដូចបុរសទេស្ត្រីខ្លះអាចមានឈឺខ្នងខាងលើឈឺកឈឺថ្គាមចង់ក្អួតដង្ហើមខ្លីឬហត់ខ្លាំងខុសធម្មតាហើយពេលខ្លះមិនមានជំងឺឈឺទ្រូងខ្លាំងដូចមនុស្សដែលគេគិតទេដូច្នេះបើមានអាការៈមិនធម្មតាមិនគួរមើលរំលងឡើយបើសួរថាតើពេលណាយើងត្រូវទៅពេទ្យភ្លាមៗចម្លើយគឺបើមានឈឺទ្រូងឬតឹងទ្រូងច្រើននាទីដកដង្ហើមខ្លីឈឺរាលដាលទៅដៃឬថ្គាមវិលមុខខ្លាំងសន្លប់ឬបេះដូងលោតមិនទៀងជាមួយនឹងអាការៈធ្ងន់គួរទៅមន្ទីរពេទ្យឲ្យបានភ្លាមព្រោះគាំងបេះដូងនិងបញ្ហាបេះដូងខ្លះត្រូវបានព្យាបាលឆាប់រហ័សដើម្បីកាត់បន្ថយការខូចខាតបេះដូងនិងបន្ថយហានិភ័យស្លាប់ឥឡូវនេះយើងមកនិយាយអំពីវិធីបង្ការរឿងល្អនោះគឺជំងឺបេះដូងភាគច្រើនអាចបង្ការបានដោយការកែប្រែនៃរបបរស់នៅអង្គការពិភពលោក WHO បានបញ្ជាក់ថាការកាត់បន្ថយកត្តាហានិភ័យដូចជាជក់បារីរបបអាហារមិនល្អធៀបធាត់កខ្វក់សកម្មភាពរាងកាយនិងការផឹកស្រាខុសកម្រិតអាចជួយបន្ថយជំងឺបេះដូងបានច្រើនទី1គឺរបបអាហារយើងគួរញ៉ាំអាហារដែលជួយការពារបេះដូងមានដូចជាបន្លែផ្លែឈើត្រីគ្រាប់ធញ្ញជាតិសណ្តែកនិងអាហារដែលកែច្នៃតិចអាហារដែលគួរប្រុងប្រយ័ត្នមានអំបិលច្រើនខ្លាញ់ឆ្អែតខ្លាញ់ស្ករច្រើននិងអាហារកែច្នៃខ្លាំងព្រោះវាអាចជួយបង្កឲ្យលើសឈាមខ្លាញ់ក្នុងសរសៃឈាមខ្ពស់និងធាត់ដែលជាហានិភ័យសម្រាប់បេះដូងអង្គការពិភពលោក WHO និង NHLB ក៏លើកឡើងពីសារៈសំខាន់នៃការគ្រប់គ្រងរបបអាហារនិងទម្ងន់ផងដែរចំណុចទី2គឺហាត់ប្រាណជាប្រចាំមនុស្សដែលមិនសូវហាត់ប្រាណមានហានិភ័យខ្ពស់ជាងមនុស្សដែលមានសកម្មភាពរាងកាយទៀងទាត់មិនចាំបាច់ធ្វើអ្វីពិបាកពេកទេ
អាចចាប់ផ្ដើមពីដើរលឿនដើរហាត់ឬហាត់ប្រាណស្រាលៗជារៀងរាល់ថ្ងៃការហាត់ប្រាណជួយគ្រប់គ្រងទម្ងន់សម្ពាធឈាមស្ករនិងសុខភាពបេះដូងទូទៅចំណុចទី3ឈប់ជក់បារីការជក់បារីជាហានិភ័យធំមួយសម្រាប់ជំងឺបេះដូងព្រោះវាប៉ះពាល់សរសៃឈាមនិងបេះដូងដោយផ្ទាល់មិត្តណាដែលជក់បារីគួរព្យាយាមកាត់បន្ថយហើយឈប់ឲ្យបាននេះជាជំហានដែលមានប្រយោជន៍ខ្លាំងសម្រាប់បេះដូងចំណុចទី4គឺតាមដានសម្ពាធឈាមខ្លាញ់ក្នុងឈាមនិងស្ករក្នុងឈាមជំងឺបេះដូងមិនមែនមានតែមានរោគសញ្ញាច្បាស់ពីដំបូងទេអង្គការពិភពលោក WHO បានបញ្ជាក់ថាពេលខ្លះគាំងបេះដូងឬដាច់សរសៃឈាមខួរក្បាលអាចជាសញ្ញាដំបូងនៃបញ្ហាសរសៃឈាមដែលមានស្រាប់ដូច្នេះត្រូវត្រួតពិនិត្យសុខភាពជាប្រចាំគឺមានសារៈសំខាន់ណាស់ចំណុចទី5គឺស្ដាប់រាងកាយខ្លួនឯងតើបងប្អូនដឹងទេថាមានអាការៈហត់ខុសធម្មតាដង្ហើមខ្លីពិបាកដើរតឹងទ្រូងឈឺទ្រូងហើយហើមជើងជាញឹកញាប់គួរទៅមន្ទីរពេទ្យជាពិសេសអ្នកដែលមានលើសឈាមទឹកនោមផ្អែមឬខ្លាញ់ក្នុងឈាមខ្ពស់មិនគួររងចាំរហូតដល់មានអាការៈធ្ងន់ទេសរុបចុងក្រោយជំងឺបេះដូងមិនមែនជារឿងតូចប៉ុន្តែវាជាជំងឺដែលយើងអាចបង្ការបានមួយផ្នែកធំបើចាប់ផ្ដើមថែខ្លួនពីថ្ងៃនេះការញ៉ាំអាហារល្អហាត់ប្រាណមិនជក់បារីតាមដានសម្ពាធឈាមនិងទៅពេទ្យពេលមានរោគសញ្ញាមិនធម្មតាគឺជាជំហានសំខាន់សម្រាប់បេះដូងអរគុណបងប្អូនទាំងអស់គ្នាដែលបានស្ដាប់បើវីដេអូនេះមានប្រយោជន៍សូមជួយ Subscribe និងចុចរូបកណ្ដឹងផងដើម្បីទទួលបានវីដេអូថ្មីៗពីសុខភាពជំងឺអាហារនិងការការពារហើយសូមចងចាំថាវីដេអូនេះគឺសម្រាប់ចែករំលែកចំណេះដឹងទូទៅប៉ុណ្ណោះបើមានអាការៈធ្ងន់ឬសង្ស័យជំងឺបេះដូងសូមទៅពេទ្យឲ្យបានឆាប់